ហើយអា PTT រាល់ថ្ងៃមិនមែនយកប្រេងពីថៃមកលក់ទេអា PTT យកប្រេងពីសិង្ហបុរីពីម៉ាឡេយកមកលក់ហើយអត់ទៅចាក់សាំងទៀតអានោះក៏ហើយទៅអញ្ចឹងវាទៅជ្រុលអានោះវាទៅជ្រុលអានឹងទីចុងបំផុតសម្រាប់សេដ្ឋកិច្ចខ្លួនឯងទៅកុំឆ្លាតរហូតដល់សម្រាប់ខ្លួនឯងនេះជាវិធីដែលសម្រាប់ខ្លួនឯងហើយក៏កុំទៅជ្រុលដូចជា K01 ដែលខ្ញុំបង្ហោះវាទៅធ្វើយុទ្ធនាការដើរសុំតំណែងតាមហាងយកទៅដុតរត់ដល់ផ្ទុះអាកំប៉ុងទឹកដោះគោយកទៅដុតព្រោះវាផ្ទុះអាហ្នឹងវាទៅជ្រុលនិយមហើយទៅជ្រុលនិយមអារបស់ហ្នឹងយើងយកលុយទៅទិញគេយកមកយកលុយទៅទិញគេដើម្បីយកមកហើយអញ្ចឹងតើឲ្យគ្នាទៅមិនបញ្ហាសំណូមពរធ្វើតែប៉ុណ្ណេះទេសុំលក់អានឹងឲ្យអស់ទៅតែកុំអាលយកមកទៀតណាតែប៉ុណ្្នឹងឯងលក់ឲ្យអស់ប៉ុន្តែក្រៃឡូអាមិនអស់នេះវានៅតែមិនអស់រហូតប្រយ័ត្នណាខ្ញុំសូមជម្រាបហ៊ុនសែននៅមានតួនាទីយ៉ាងធំក្នុងឋានៈជាប្រធានបកកណ្ដាលទោះបីនាយករដ្ឋមន្ត្រីមិនធ្វើប៉ុន្តែក៏ត្រូវដាស់តឿននាយករដ្ឋមន្ត្រីដែរ